សូមគោរពជំរាបសួរទៅដល់បងប្អូនភូមិនិងសូមថ្វាយបង្គំដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលបានគ្រប់គ្រងពេកខ្ញុំព្រះករុណានិងផ្ដល់ការងារឲ្យពេកខ្ញុំព្រះករុណាកន្លងមកជាហូរហែបន្តបន្ទាប់ក្នុងវីដេអូនេះពេកយើងខ្ញុំក៏ដូចជាខ្ញុំព្រះករុណាបានបង្ហាញពីការងារឆាត់រួតមួយដែលព្រះគុណម្ចាស់គង់នៅខេត្តបន្ទាយមានជ័យនៃវត្តធម្មសាមគ្គីបង្រោដែលព្រះគុណម្ចាស់បានកំងកាត់សម្រាប់ឆាត់រួតសម្រាប់យកទៅបំពាក់លើឆាត់រួតដែលមានទំហំ2ម៉ែត្រកន្លះ9ថ្នាក់ខ្ញុំព្រះករុណាសូមអរព្រគុណជាខ្លាំងទៅដល់ព្រះគុណម្ចាស់ដែលបានគ្រប់គ្រងពេកខ្ញុំព្រះករុណាបានកំងកាត់សម្រាប់ឆាត់រួតនេះហើយសម្រាប់បងប្អូនភូមិទាំងអស់ដែលមានតម្រូវការខាងធ្វើឆាត់រួតឬមួយក៏កាត់សម្រាប់ឆាត់រួតយកទៅតម្លើងខ្លួនឯងបងប្អូនអាចទំនាក់ទំនងមកកាន់ពេកយើងខ្ញុំបានតាមរយៈការឆាតជួបពេកឬមួយក៏តាមលេខទូរស័ព្ទដែលដាក់នៅក្នុងវីដេអូនេះផ្ទាល់លើពីនេះទៅទៀតពេកយើងខ្ញុំក៏មានទទួលគូគំនូរនិងចម្លាក់គ្រប់ប្រភេទផងដែរ